បាទសួស្តីអ្នកទាំងអស់គ្នាយើងខានជួបគ្នារយៈពេល 3-4 ខែហើយដោយសារតែខ្ញុំរវល់ការងារផងជាមួយនឹងគ្រួសារឥឡូវខ្ញុំអាចមានពេលវេលាខ្លះនឹងគិតថាចង់ធ្វើវីដេអូចែករំលែកពីការចិញ្ចឹមត្រីឡើងវិញប៉ុន្តែមុននឹងធ្វើការនៃការចែករំលែកត្រីខ្ញុំក៏មក check up នៅកន្លែងរបស់ខ្ញុំដែលជាទីតាំងចិញ្ចឹមបានរយៈពេល 3-4 ខែហើយអត់ដែលបានអាប់ដេតអត់ដែលបាន take care បងប្អូនឥឡូវនេះខ្ញុំចង់ឲ្យបងប្អូនមកមើលពីទីតាំងដែលបានទុកចោលរយៈពេល 3-4 ខែហើយដូចក្នុងកញ្ចក់នេះអីចឹងឡើយមានត្រីអស់ហើយបងប្អូនហើយនៅក្នុងកញ្ចក់តូចៗនេះគឺសិតតែ beta ដែលយកពីហាងដែលយកចេញពីកសិដ្ឋានសុជាតិឥឡូវនៅសល់តែ1-2អីទេដោយសារតែក្រោមនេះគឺអេតេអស់ហើយដោយដែលប្រាប់បងប្អូនអញ្ចឹងគឺអត់មានពេលវេលាសោះសូម្បីតែប្រចំណីក៏ពី3ថ្ងៃបានឡើងមកដាក់ម្ដងដែរបាទអញ្ចឹងទៅត្រីតែយើងអត់បានមើលថែវាដល់ដូរទឹកដាក់ចំណីអាហ្នឹងគឺទៅលឿនណាស់បងប្អូនហើយប៉ះខែត្រជាក់អីទៀតគឺងាយនឹងអេតេតែម្ដងហើយភាគច្រើនដែលត្រីដែលអាចនៅរស់បានភាគច្រើនគឺពួកត្រី7ពណ៌ដែលខ្ញុំយកមកចិញ្ចឹមគឺប្រមាណពូជគឺដូចជាមិនសូវជាមានបញ្ហាទេហើយនេះគឺជាធុងមួយចំនួនទៀតដែលបានលាងសម្អាតចោលហើយធុងខ្លះក៏នៅមានត្រី7ពណ៌ដែលយើងបានកាត់ចឹងទៅណាវានៅសល់កូនសល់អីគួរសមដូចពួក red head បាទពួក red head soft body បាទហើយនេះក៏7ពណ៌ដែរភាគច្រើនគឺខ្ញុំសល់តែ7ពណ៌ទេបាទអានេះគឺ blue topaz បាទហើយពីកសិដ្ឋានប្រូជាតិឥឡូវសល់បានគូសំហើយនេះពួក soft body red head បាទ albinoខាងនេះក៏សល់ច្រើនដែរកូន2-3សបុកហើយឥឡូវកូនវាធំទៀតហើយនេះអញ្ចឹងថ្ងៃហ្នឹងក៏យើងមានពេលវេលាខ្លះក៏មក check up ត្រីឲ្យបងប្អូនមើលក៏ដូចជាធ្វើការសម្អាតទីតាំងយើងឡើងវិញអញ្ចឹងណាបងប្អូនSame routine, but the sky looked brighter than it's ever been. The coffee tasted like a new idea, washing all the yesterday's stress out of here. The calendar's full of blank empty space. Guess I'll go find a brand new kind. ហើយនេះគឺពួកដៃធំពួកដាំបូបាទពួកត្រូវពួកដាំបូដៃដាំបូអ៊ីអូខេហើយនៅក្នុងនេះក៏មានបាទស្អីគេទេខ្ញុំភ្លេចឈ្មោះបាទនេះពូជដែលគេកំពុងតែល្បីណាឈ្មោះស្អីគេទេខ្ញុំភ្លេចឈ្មោះបាទទេបងប្អូនណាខាន review ត្រីទៅឥឡូវភ្លេចអស់លីងអូខេហើយខាងនេះគឺ Fugo បាទFugo នេះក៏សល់បានច្រើនដែរបាទហើយទីតាំង3នេះគឺខ្ញុំនឹកឃើញថាចង់ដាក់ដីដាក់ទឹកនៅនឹងហ្មងតែម្ដងដើម្បីចិញ្ចឹមប៉ុន្តែនៅក្នុងធុងខ្លះវាធ្លាយទឹកអត់នៅហើយធុងខ្លះទៀតវានៅដែរនៅទឹកតិចតួចដោយសារយើងអត់សូវបានមក check up ខ្ញុំបានប្រឡែងត្រីមួយចំនួនដែរបាទពណ៌មួយចំនួននៅក្នុងនេះប៉ុន្តែវាស្រកទឹកច្រើនបាទអូខេហើយដូចដើមមុនអញ្ចឹងមើលអត់មានជាតិទឹកសោះអូខេអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើការ set up ទីតាំងឡើងវិញតាន់មានពេលវេលាខ្លះយើងរៀបចំទីតាំងនឹងឲ្យស្អាតឡើងវិញហើយនឹងព្យាយាមទៅរកមើលនៅ content វីដេអូប្លែកៗជូនបងប្អូនពេលដែលរួចការងារវីដេអូទី1នេះគឺខ្ញុំនឹងចាប់ផ្ដើមដាក់រក content ប្លែកៗជូនបងប្អូនទស្សនាម្ដងទៀតបាទអ
អូខេឥឡូវទៅតាមដាននៅវីដេអូដែលខ្ញុំសម្អាតរៀបចំកន្លែងឡើងវិញដើម្បីឲ្យយើងត្រៀមថតវីដេអូក្រោយៗទៀតអូខេ let's go បងប្អូនទាំងអស់គ្នា Woke up this morning with the same routine, but the sky looked brighter than it's ever been. The coffee tasted like a new idea, washing all the yesterday's stress out of here. The calendar's full of blank empty space. Guess I'll go find a brand new kind of place. Don't need a fancy map, don't need a flight, just sunshine on the left and everything feels right. We're gonna color outside the lines អូខេ today. អ្នកទាំងអស់គ្នាឥឡូវដំណាក់កាលទី1ខ្ញុំបានបញ្ចប់ហើយគឺសម្អាតកញ្ចក់នៅខាងមុខនេះដើម្បីត្រៀមបែងចែកនៅកាពីតាមប្រភេទបាទឈ្មោះហើយនិងប្រភេទញីដាក់ផ្សេងគ្នាបំពន់វាធំចាំយើងធ្វើការបង្កាត់អូខេហើយនេះគឺកន្លែងនេះគឺជាអំពើពណ៌ដែលខ្ញុំបានស្រង់បានមកមួយចំនួនកូនពី3សិបុកហើយពួក Albino Sat Body នេះបាទហើយចំពោះ beta នៅសល់តែមួយគូហ្នឹងទេអញ្ចឹងនៅវីដេអូក្រោយខ្ញុំនឹងធ្វើការបង្កាត់វាហើយនឹងបង្ហាញពីការបង្កាត់ថតវីដេអូបង្ហោះជូនបងប្អូនទស្សនាបាទអូខេឥឡូវយើងបន្តមកធ្វើការបញ្ចូលទឹកឲ្យរួចរាល់ពេញសិនហើយទុកចោលរយៈពេលប្រហែល1សប្តាហ៍ទៅចាំយើងធ្វើការដាក់ត្រីហ្នឹងក៏មានធ្វើការធ្វើជាវីដេអូជូនបងប្អូនដែរបាទ It's in the small moments, not too late. So turn the volume up, let the windows roll down. Best adventure is happening right now. In this town. It's simple, really the secret to the glee. Just being truly, fully, honestly me. No editing, no filter on the side. Just breathing in the warm and open light. We're gonna color outside the lines today. Now it's in the small moments, not too late. So turn the volume up, let the windows roll down. Best adventure is happening right now. In this town. Woke up this morning with the same routine, but the sky looked brighter than it's ever been. The coffee tasted like a new idea, washing all the yesterday's stress out of here. The calendar's full of blank empty អូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំបានធ្វើការដាក់ទឹករួចរាល់ហើយទុកប្រហែលជារយៈពេល1សប្តាហ៍ទៅបានខ្ញុំធ្វើការដាក់ត្រីបាទការពិតធម្មតាគេដាក់តែ2ថ្ងៃទេតែនេះខ្ញុំទុកចោលតែសារតែយើងរវល់ច្រើនយើងគិតថា1សប្តាហ៍ទៅហើយចំពោះកែវធំពីរនេះគឺយើងបានលាងសម្អាតរួចហើយឥឡូវខ្ញុំដាក់ទឹកបញ្ចូលបាទវគ្គទី2គឺបានរួចរាល់ហើយនៅតែការសម្អាតនេះបន្តិចប៉ុន្តែក៏ពិតកន្លែងនេះសម្អាតក៏អត់ដឹងដាក់អីដែរតែគាត់ថាសម្អាតវាទៅហើយធុងនេះក៏ធ្វើការសម្អាតដែរដោយសារត្រូវការដាក់ត្រីកន្ទុយ3ក៏ដូចជាត្រីខយជាដើមតែឥឡូវអត់មានត្រីដាក់ពួកត្រីសេះចោលអូខេកន្ទុយ3សល់មួយហើយពីការផ្នែកទៀតបងប្អូនអូខេចាំទៅរកទៅលេងបងប្អូនយើងដែលជំនាញខាងពួកត្រីកន្ទុយ3បាទទៅរកពូជដើម្បីយកមកចែកជូនបងប្អូនទេអូខេឥឡូវខ្ញុំនាំបងប្អូនទៅបន្តទៅសម្អាតធុងខាងមុខម្ដងច្រើនដែរ 4-5 ធុងនេះបាទ
គឺអត់ដែលសម្អាតទេអត់ដែលបានបញ្ចូលទឹកទេអញ្ចឹងមានថ្ងៃនេះយើងធ្វើការសម្អាតវាបូមកតិចដីចេញហើយលាងសម្អាតស្លែដែលនៅជាប់បាទលាងសម្អាតស្លែហើយនឹងធ្វើការដូរទឹកបញ្ចូលបូមខ្លះចេញបាទ yes អូខេ let's go បន្តទៀត Just breathing in the warm and open light. We're gonna color outside the lines today. Now it's in the small moments, not too late. So turn the volume up, let the windows roll down. Best adventure is happening right now. In this town. Woke up this morning with the same routine, but the sky looked brighter than it's ever been. The coffee tasted like a new idea, washing all the yesterday's stress out of here. The calendar's full of blank empty space. Guess I'll go find a brand new kind of place. Don't need a fancy map, don't need a flight, just sunshine on the left and everything feels right. We're gonna color outside the lines today. Throw the old rule book far, far away. Yeah, this kind of feeling doesn't wait. It's in the small moments, not too late. So turn the volume up, let the windows roll down. Best adventure is happening right now. In this town. Found a little coffee shop I'd never seen, with mismatched chairs and walls of happy green. Watched the world rush by, but we stayed slow. Didn't check the phone, just let the good times grow. Every laugh is louder, every joke is gold. A story better than the one that we were told. Don't អូខេឥឡូវខ្ញុំធ្វើការសម្អាតធុងខ្មៅយកទៅដាក់ខាងក្នុងដោយសារការពារស្លែទៅត្រូវថ្ងៃទៅដុសស្លែបាក់ជូរឥឡូវយើងប្រើធុងស្នោដែលធ្លាប់ប្រើពីមុនវិញហើយវាទលាយអញ្ចឹងយើងដាក់ចំណុះត្រីដែលច្រើនក៏វាអត់អីដែរហើយនេះជាត្រីដែលយើងធ្វើការប្រមូលចេញពីធុងខ្មៅបាទលូបតានេះបាទវាមានចំនួនច្រើនគួរសមអញ្ចឹងវាធ្វើឲ្យកាទីតាំងហ្នឹងវាជាអៀតអញ្ចឹងយើងធ្វើការបរិចដាក់ឲ្យវាធំបន្តិចទលាយបាទយើងប្រើធុងស្នោនេះយើងទលាយបាទអូខេឥឡូវផែនការទី3រៀបចំរួចរាល់ហើយអញ្ចឹងយើងចាំតែបញ្ចូលទឹករួចពីស្រេចអូខេនៅ3ធុងនេះប្រហែលជាអត់ទាន់ចាត់ការទេព្រោះកម្លាំងអស់ហើយវគ្គទី1នេះរួចរាល់ហើយអានេះខ្ញុំអាចដាក់បេតាក៏ដូចជាដាក់ពណ៌ដែលយើងចាប់យកគូល្អដែលមានទម្រង់ស្អាតជាមួយនឹងពណ៌អញ្ចឹងយើងអាចធ្វើការដាក់ប្រកាត់វានេះហើយឥឡូវក្នុងកៅធំ2យើងនេះគឺដាក់ទឹកពេញរួចរាល់ហើយនៅត្រៀមតែដាក់ត្រីទេបាទអញ្ចឹងយើងទុកមួយសប្តាហ៍ហើយវគ្គនេះក៏សុំសម្រាប់ដែរកន្លែងនេះក៏អត់ទាន់បានធ្វើអីដែរបាទជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំនឹងរៀបចំឲ្យស្អាតខ្ញុំនឹងថតជូនបងប្អូនទស្សនាភាសាទៀតអូខេបាយបាយ